គំនិតសំខាន់ជាអីគេហើយវានៅកន្លែងណានៃតែសេចក្តីខ្ញុំអត់យល់សោះខ្ញុំអត់ដែលស្គាល់សោះហើយពេលគេនិយាយតែគេនិយាយគំនិតសំខាន់មកខ្ញុំអត់ដែលដឹងសោះអត់ដឹងថាវានៅកន្លែងណាហើយវាជាអីទៀតអញ្ចឹងនៅក្នុងវីដេអូនេះបងនឹង detail ចំពោះគំនិតសំខាន់នៅក្នុងតែសេចក្តីគំនិតសំខាន់គឺជាស្នូលនៃតែសេចក្តីឬក៏ជាបេះដូងនៃតែសេចក្តីមកបើមិនជាយើងអត់ដឹងគំនិតសំខាន់ហ្នឹងទេការតែសេចក្តីហ្នឹងវាដូចមិននឹងអត់បេះដូងអញ្ចឹងវាអត់មានជីវជាតិអត់មានហើយគំនិតសំខាន់ហ្នឹងវានៅកន្លែងបកស្រាយប្រធានដែលបន្ទាប់ពីជាការពិតណាយើងដាក់ប្រធានចូលទៅចឹងហើយយើងក៏ផ្ដើមគំនិតសំខាន់ហ្នឹងឡើងឧទាហរណ៍ថាប្រធានការសិក្សាពេញមួយជីវិតគឺជារបៀបនៃការអប់រំក្នុងសតវត្សទី21ហើយដើម្បីតែប្រយោគហ្នឹងបានយើងត្រូវអានប្រយោគហ្នឹងឲ្យយល់ហើយត្រូវមានសំណួរពី3សំណួរដើម្បីសួរទៅប្រយោគហ្នឹងហើយឧទាហរណ៍ថាតើការសិក្សាជាអ្វីហើយការអប់រំនៅសតវត្សទី21នោះមានលក្ខណៈបែបខ្លះនិយាយទៅយើងត្រូវតែដឹងហើយទី1ដែលងាយស្រួលគឺឲ្យតែយើងចំណាំមើលមានការសិក្សាខិតខំប្រឹងប្រែងមានការងារធ្វើឬក៏ចេះរស់នៅក្នុងសង្គមហ្នឹងគឺវាផ្ដោតទៅលើចតុស្ដម្ភនៃការអប់រំហើយចតុស្ដម្ភនៃការអប់រំហ្នឹងវាមាន4មានចំណេះដឹងចំណេះធ្វើឬក៏បំណិនប្រសពហើយមានសិលធម៌និងចេះរស់នៅក្នុងសង្គមចតុស្ដម្ភទាំង4ហ្នឹងពិតជាសំខាន់មែនទែននៅក្នុងការតែងសេចក្តីរបៀបលក្ខណៈគេផ្ដើមមកជាចំណេះដឹងអីចឹងទៅដើម្បីបានចំណេះដឹងយើងត្រូវខិតខំសិក្សារៀនសូត្រដល់ពេលយើងមានចំណេះដឹងហើយយើងនឹងមានការងារធ្វើយើងមានការងារធ្វើហើយយើងត្រូវតែរៀនឲ្យមានសិលធម៌ដើម្បីទៅរស់នៅក្នុងសង្គមនិយាយទៅអា4ហ្នឹងគឺវាតកតងគ្នាហ្មងហើយងាកមកប្រធានតែសេចក្តីយើងមិញហ្នឹងក៏វាស្តៀងគ្នាដែរតែតែគេនិយាយពីការសិក្សាដូចគ្នាហើយការសិក្សាពេញមួយជីវិតទៀតការសិក្សាពេញមួយជីវិតហ្នឹងគឺវាផ្ដោតទៅលើអាចតុស្ដម្ភទាំង4ហ្នឹងហើយគឺយើងរៀនរហូតហើយវាគ្រាន់តែខុសគ្នាចំពោះបន្តិចនៃការអប់រំនៅសតវត្សទី21គេចង់ផ្ដោតទៅលើសម័យឥឡូវដែលវាអភិវឌ្ឍដល់ណាហើយវីដេអូបងមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តជួយ like share comment ផងបាយបាយ